យប្រកាសជាច្បាប់ថ្មីលែងឲ្យពលរដ្ឋប្រើកាំភ្លើងក្រោយផ្ទុះករណីបាញ់រះជាបន្តបន្ទាប់ភាពអនាធិបតេយ្យនៃការប្រើប្រាស់អាវុធក្នុងប្រទេសថៃកំពុងក្លាយជាបញ្ហាអសន្តិសុខយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ទៅដល់ភ្ញៀវទេសចរនិងពលរដ្ឋថៃខ្លួនឯងមានការភ័យខ្លាចផងដែររហូតធ្វើឲ្យរដ្ឋាភិបាលថៃបានដាក់ចេញនូវវិធានការរឹតបន្តឹងការគ្រប់គ្រងអាវុធជាបន្ទាន់បន្ទាប់ពីហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នៅសាលារៀន Nipsirin នន្ទាបុរីកាលពីថ្ងៃទី7 ខែសីហាកន្លងទៅដែលបានបណ្ដាលឲ្យមនុស្ស9នាក់ស្លាប់និង20នាក់រងរបួសវិធានការថ្មីនេះបានធ្វើឡើងតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រីថៃលោកអនុទិន ឆាន់ វរៈគុលក្នុងគោលបំណងទប់ស្កាត់ការចូលទៅកាន់កាប់អាវុធដោយគ្មានការគ្រប់គ្រងតឹងរ៉ឹងនៅក្នុងនោះចំពោះអ្នកដែលបានទិញកាំភ្លើងរួចហើយត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណកាន់កាប់អាវុធឲ្យបានត្រឹមត្រូវក្នុងរយៈពេល30ថ្ងៃបើមិនដូច្នោះទេអាវុធនោះអាចត្រូវបានចាត់ទុកថាជាការកាន់កាប់ដោយខុសច្បាប់មិនត្រឹមតែប៉ុណ្ណោះអាជ្ញាធរថៃក៏បានបើកប្រតិបត្តិការត្រួតពិនិត្យហាងលក់កាំភ្លើងទូទាំងប្រទេសផងដែរដើម្បីស្វែងរកភាពមិនប្រក្រតីនិងចាត់វិធានការតាមផ្លូវច្បាប់ការរឹតបន្តឹងនេះបង្ហាញពីការឆ្លើយតបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលថៃចំពោះបញ្ហាសុវត្ថិភាពសាធារណៈនិងការកាន់កាប់អាវុធគណៈពលរដ្ឋថៃកំពុងមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍បាញ់ប្រហារដែលបានកើតឡើងជាបន្តបន្ទាប់យ៉ាងអនាធិបតេយ្យនៅក្នុងប្រទេស